បងប្អូនដឹងទេថាឥឡូវនេះបាល់នៃចំនួនព្រំដែនកម្ពុជាថៃត្រូវបានគេបោះចេញពីដៃម៉ាឡេស៊ីទៅឲ្យហ្វីលីពីនបាត់ទៅហើយកាលពីមុនយើងនិយាយគ្នានៅគូឡាឡាំពួរតែឥឡូវត្រូវទៅជួបគ្នានៅទីក្រុងសេប៊ូឯកោះហ្វីលីពីនវិញម្ដងក្នុងឱកាសដែលរដ្ឋមន្ត្រីការបរទេសអាស៊ានជួបគ្នាថ្ងៃទី28 29មករានេះតើមានអ្វីប្លែកខ្លះនៅឆាកថ្មីនេះបើតាមលោកពុយគៀប្រធានក្លឹបអ្នកកាសែតកម្ពុជាបញ្ហានេះជាប្រធានបទក្តីបំផុតមួយក្រៅពីបញ្ហាមីយ៉ាន់ម៉ានិងសណ្ដាប់ធ្នាប់ពិភពលោកប៉ុន្តែក្នុងនាមខ្ញុំជាអ្នកទ្រឹស្ដីខ្ញុំមើលឃើញចំណុចគួរឲ្យចាប់អារម្មណ៍ខ្លះៗដែលបងប្អូនគួរដឹងហ្វីលីពីនដូចជាម៉ាឡេស៊ីតើហ្វីលីពីនមានឥទ្ធិពលជាងម៉ាឡេស៊ីទេតាមពិតទៅវាពិបាកបន្តិចពីព្រោះថៃនិងហ្វីលីពីនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចដូចបងប្អូនដឹងស្រាប់ហើយបើមិត្តភក្តិជិតស្និទ្ធដារតួជាណាស់កាត់ក្តីជួនកាលវាអាចមានការយោគយល់គ្នាខ្លះអាទិភាពផ្ទាល់ខ្លួនហ្វីលីពីនឯឡាកំពុងឈឺក្បាលខ្លាំងជាមួយសមុទ្រចិនខាងត្បូងសម្រាប់ទីក្រុងម៉ានីលបញ្ហាសមុទ្រចិនខាងត្បូងគឺជាបញ្ហាជាតិនិយមផងនិងជាឆ្នាំងបាយរបស់គេផងដូច្នេះរឿងព្រំដែនកម្ពុជាថៃអាចនឹងត្រូវគេរុនតែគៀនបន្តិចឬគ្រាន់តែជារបៀបវារៈបន្តបន្សំប៉ុណ្ណោះសំណួរដែលយើងត្រូវសួរខ្លួនឯងតើហ្វីលីពីនអាចរក្សាតុល្យភាពបានកម្រិតណាបើគេរវល់តែកាពីសមុទ្រខ្លួនឯងតើគេមានពេលមកជួយដោះស្រាយរឿងដីគោកយួនឲ្យដាច់ស្រឡះដែរឬទេនេះគឺជាចំណុចដែលកម្ពុជាយើងត្រូវប្រើយុទ្ធសាស្ត្រការទូតឲ្យប៉ិនប្រសប់បំផុតដើម្បីកុំឲ្យបញ្ហារបស់យើងត្រូវគេបំភ្លេចចោលសរុបមកវិញការបដូរវេនប្រធានអាស៊ានមកហ្វីលីពីនគឺជាការផ្លាស់ប្ដូរបរិយាកាសតែមិនប្រកាសថាជារបបថ្មីដែលផ្ដោតផលចំណេញភ្លាមៗដល់យើងនោះទេយើងត្រូវតាមដានមើលកិច្ចប្រជុំកំពូលនៅខែឧសភាខាងមុខទៀតទើបដឹងថាខ្យល់បុកទៅខាងណាចុះបងប្អូនវិញយល់ថាហ្វីលីពីននឹងយោគយល់ថៃឬក៏ឈរលើគោលការណ៍ច្បាប់អន្តរជាតិត្រឹមត្រូវបញ្ចេញមតិមកយើងជជែកគ្នាម៉ាឡេស៊ីនិងហ្វីលីពីនមិត្តចាស់ vs ដៃគូយុទ្ធសាស្ត្របងប្អូនត្រូវដឹងថាកាលពីម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានគេមានខ្សែពិសេសជាមួយមេដឹកនាំកម្ពុជាយើងគេប្រើការទូតស្ងប់ស្ងាត់និយាយគ្នាក្រោយឆាកយោគយល់គ្នាដោយបងប្អូនតែសម្រាប់ហ្វីលីពីនវិញគេជាមិត្តស្លាប់រស់ជាមួយថៃតាំងពីឆ្នាំ1967មកម្លេះបាននិយាយឲ្យស្រួលយល់ហ្វីលីពីននិងថៃគឺជាកូនភ្លើងយុទ្ធសាស្ត្រដែលមានសហរដ្ឋអាមេរិកជាខ្នងបង្កងដូចគ្នា Treaty Allies 2. ច្បាប់ទម្លាប់និងការយោគយល់លោកសេងវ៉ាន់លីគាត់វិភាគត្រូវម៉េចហ្វីលីពីនគេនៅឆ្ងាយពីតំបន់មេគង្គគេប្រហែលជាមិនយល់ពីរឿងឈឺចាប់និងជាតិនិយមរវាងខ្មែរនិងថៃស៊ីជម្រៅទេម្យ៉ាងទៀតហ្វីលីពីនគេកាន់ច្បាប់ជាធំខណៈតែរឿងព្រំដែនយើងជួនកាលត្រូវការយោគយល់និងការទំនាក់ទំនងបុគ្គលច្រើនជាងការដាស់ស្នាមបើញ៉ាកាត់ក្តីមករកតែច្បាប់ពេកតែមិនយល់ពីបេះដូងនិងប្រវត្តិសាស្ត្រដែលនៅពីក្រោយទេជួនកាលវាពិបាកនឹងត្រូវគ្នាណាស់បាទបងប្អូនមកបន្តជាមួយបញ្ញាឯកបន្តិចទៀតស្ដាប់ទៅស្ដាប់មករឿងនយោបាយតំបន់នេះវាមានរសជាតិមិនចាញ់រឿងភៀកថៃឬរឿងខ្មែរយើងប៉ុន្មានដែរមានទាំងតួឯកតួបង្កាត់និងតួអង្គអត្ថាកំបាំងនៅពីក្រោយឆាកតោះខ្ញុំសូមបន្ថែមគ្រឿងបន្តិចដើម្បីឲ្យបងប្អូនមើលឃើញរូបភាពកាន់តែច្បាស់និងទុកជាចំណេះដឹងចែកគ្នាដោយលោកសាស្ត្រាចារ្យម្នាក់បង្ហើញជុងថៃនិងហ្វីលីពីនគាត់មិនមែនតែជាមិត្តធម្មតាទេតែជាសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់មហាអំណាចអាមេរិកបាននិយាយឲ្យចំទៅគឺគេដេកមុងជាមួយគ្នារក្សាសន្ធិសញ្ញាឲ្យគ្នាដូច្នេះបើចង់ឲ្យហ្វីលីពីនទៅដាក់សម្ពាធសេដ្ឋកិច្ចឬនយោបាយលើថៃដើម្បីជួយយើងនោះគឺពិបាកដូចរកមកជួលក្នុងបាតសមុទ្រចិនខាងត្បូងអញ្ចឹងគេច្បាស់ជាមើលមុខគ្នាក្រឡេកទៅមើលមិត្តភាពមុននឹងសម្រេចចិត្តអ្វីមួយម៉ាឡេស៊ីគាត់ពូកែខាងការទូតក្រោយឆាកគឺញ៉ាំបាយបណ្ដាជជែកគ្នាបណ្ដាដោះស្រាយបណ្ដាបែបគ្រូសាអាស៊ានតែហ្វីលីពីនវិញគាត់ចូលចិត្តច្បាប់តែបងប្អូនអើយរឿងព្រំដែនបើដោះស្រាយតែតាមច្បាប់ពេកជួនកាលវាស្ងួតនិងអាចឆេះកាន់តែខ្លាំងបើភាគីទាំងពីរមានជាតិនិយមជ្រុលរៀងខ្លួននោះហ្វីលីពីនគាត់នៅឆ្ងាយពីមេគង្គគាត់អាចនឹងមើលឃើញតែបន្ទាត់លើផែនទីទេតែគាត់មិនមើលឃើញញយនិងឈាមរបស់ប្រជាជនតាមព្រំដែនដូចយើងឡើយ